បើអ្នកជឿពុទ្ធសាសនាកាន់ភាសាខំសិក្សារៀនសូត្រខំធ្វើការងារទៅនេះអាចជាពាក្យទូនមានព្រានបដៅរបស់ពុទ្ធហ្នឹងហើយម្យ៉ាងទៀតពុទ្ធលោកសំដែងថាមង្គលគឺសេរីសុខស្ដីជោគជ័យនៃជីវិតមនុស្សដែលធ្វើឲ្យមនុស្សជីវិតមនុស្សបានសុខសប្បាយសេរីសុខស្ដីណាលោកបញ្រៀនប្រាប់មេរៀន4មេរៀនទី1ត្រូវមានសេចក្តីអត់ធន់ពាក្យថាអត់ធន់គឺអត់ធន់នឹងកិច្ចការងារដែលលំបាកផ្លូវកាយក្តីផ្លូវចិត្តក្តីផ្លូវកាយដែលយើងធ្វើការនឿយហត់ហ្នឹងណាលោកឲ្យតស៊ូត្រឹមធ្វើការងារនេះកុំកវែងចោលតែយើងលះបង់កវែងចោលអត់មានអត់ធន់ទេអានឹងផ្លូវកាយផ្លូវចិត្តជនណាដតីគេធ្វើអីឲ្យប៉ះពលផ្លូវចិត្តរបស់យើងកិច្ចការដែលល្មងគួរសមអត់ធន់កុំតបស្ងៀមយ៉ាងបើសិនកិច្ចការតែតួយើងមិនចេះអត់ធន់ឆ្លោះតបតតិចក៏រឿងធំបានលោកឲ្យមានសេចក្តីអត់ធន់ហ្នឹងតែតួយើងអត់ធន់នោះវាស្ងប់រលត់ទៅហើយតែបើយើងមិនអត់ធន់ដូចទៅធ្វើឲ្យភ្លើងនោះវាចេះតែឆេះសន្ធោសន្ធើច្រាក់ខ្លាំងឡើងកើតបញ្ហាដល់ជីវិតតែបើសិនណាជារឿងគេប៉ះពាល់ធំពេកស៊ូត្រឹមវាមិនបានត្រូវរកច្បាប់ស្រាប់បានហើយមានច្បាប់នឹងជាអ្នកការពារយើងកុំតលីបថៅដេញកាប់គេស្រាប់បានទេកុំតលីបថៅដេញកាប់គេទៅអាងច្បាប់អានោះបើរឿងដែលគេប៉ះពាល់ធំដូចគេរំលោភមកលើស្អីយើងត្រាប់សម្បត្តិយើងអានេះយើងត្រាំបានទេបើអញ្ចឹងត្រូវរកច្បាប់តែបើកិច្ចការដែលតែទួយអត់ធ្ងន់ទៅនឹងទី1មង្គលទី1មង្គលទី2ខ្លួនយើងជាមនុស្សដែលគេទូនមានព្រិនប្រដៅបានដោយងាយគេជាមនុស្សដែលគេទូនមានបានដោយងាយលើកឹកណាតែយើងទម្លាក់អាស្មិមេនៈគឺសេចក្តីប្រកាន់អាស្មិគឺរឹងត្អឹងយើងជាមនុស្សដែលមានចិត្តប្រកាន់ហើយរឹងត្អឹងហ្នឹងអត់ទទួលយកអវាទូលមានណាបានទេហើយមនុស្សអាស្មិមានអ្នករឹងត្អឹងនេះគឺជាធ្វើពីរនេះជាអកុសលធម៌បុគ្គលណាដែលមានធ្វើពីរយ៉ាងនៅក្នុងចិត្តអត់ចម្រើនលូតលាស់អត់បានសេចក្តីសុខទេអត់ទទួលយកពាក្យទូលមានណែនាំច្បាប់ដ៏ល្អរបស់លោកអ្នកប្រាជ្ញបណ្ឌិតណាទទួលអត់បានទេព្រោះមានអាស្មិមានអ្នកប្រកាន់ហ្នឹងហើយអាមានអ្នកហ្នឹងប្រកាន់ដែរទេអញចាស់ជាងឯងកើតអាយុច្រើនជាងឯងទៅស្ដាប់អីឯងក្មេងយ៉ាងអញជាមនុស្សដែលក្រាន់បើជាងគេចេះដឹងជាងគេមានឋានៈបុណ្យស័ក្តិឲ្យធំជាងគេទ្រព្យសម្បត្តិក៏តាមអានេះក៏អាចឲ្យកើតមានអ្នកដែរទី2ថាឯងនឹងអញដូចតែគ្នាមនុស្សដូចតែគ្នាអាម្នាក់ស្មើគ្នាចាំទៅស្ដាប់អីឯងចាំទៅគោរពអីឯងម្នាក់ទី3អូយអញនេះអន់ជាងគេល្ងងជាងគេក្រជាងគេមិនហ៊ានចូលទៅចិត្តគេអ្នកមានអ្នកចេះដឹងនឹងប្រពន្ធលោកថាមានអ្នក3យ៉ាងនេះមាននៅលើបុគ្គលណាធ្វើឲ្យបុគ្គលនឹងអត់ទទួលជួបសេចក្តីចម្រើនកុំតកើងរុងរឿងទេមិនស្ដាប់មិនទទួលយក